បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនវេយ្យាករណ៍ម្ដងបាទទាំង4នេះគឺជាគំរូសំណើការតភ្ជាប់បាទរបៀបប្រើនីមួយៗទី1រីអ៊ឺលខាយ៉ូទី2ប៊ីអ៊ឺផ្ស៊ីដាទី3រទី4រីអ៊ឺលខេអូបាទឥឡូវយើងទៅមើលទាំងអស់គ្នាបាទឥឡូវយើងមកមើលលំនាំឬគំរូរីអ៊ឺលខេអូមានន័យថាតើយើងនឹងតើខ្ញុំនឹងតើវានឹងទេត្រូវបានប្រើដើម្បីបង្ហាញពីការសាកសួរអំពីមតិទស្សនៈឬការវាយតម្លៃរបស់នរណាម្នាក់លើបញ្ហាឬការពិតជាក់លាក់ណាមួយជាមួយនឹងកិរិយាសព្ទសកម្មភាពក្នុងករណីនេះប្រធាននៃប្រយោគតែងតែជាបរិសទី1ឯកវចនៈឬពហុវចនៈឧទាហរណ៍ទី1អ៊ូរីខកគីអេសម៉ាណាល់កាយ៉ូបាទបានន័យថាពួកយើងនឹងជួបគ្នានៅទីនេះមែនទេបាទអ៊ូរីពួកយើងកគីសទីនេះបាទម៉ាណាល់កាយ៉ូបាទយើងនឹងបាទនឹងជួបគ្នាហ្នឹងណាបាទតើយើងនឹងជួបគ្នានៅទីនេះមែនទេបាទទី2មូអត់ស៊ឺលហាល់កាយ៉ូបាទមូអត់អ្វីបាទហាល់កាយ៉ូហ្នឹងមកពាក្យហាដាធ្វើបាទធ្វើបូកនឹងខ្ញុំនឹងបាទអញ្ចឹងបានន័យថាតើខ្ញុំនឹងធ្វើអ្វីបាទមូអត់ស៊ឺលហាល់កាយ៉ូតើខ្ញុំនឹងធ្វើអ្វីយើងយកហាដាហ្នឹងលុបដាចេញទៅបូកនឹងរីអ៊ឺលខាយ៉ូហ្នឹងបាទបានន័យថានឹងខ្ញុំនឹងតើខ្ញុំនឹងធ្វើអ្វីបាទទី3នុចសិនិកាភៀងគីរ៉ូខាល់ខាយ៉ូនុចសិនិកាហ្នឹងបានន័យថាឲ្យពីព្រោះតែពួកយើងយឺតបាទពីព្រោះតែយឺតភៀងគីរ៉ូខាល់កាយ៉ូបាទអញ្ចឹងយើងនឹងជិះយន្តហោះឬយើងនឹងទៅដោយសារយន្តហោះឬបាទភីហេងគីហ្នឹងយន្តហោះភីហេងគីរ៉ូហ្នឹងដោយយន្តហោះខាល់កាយ៉ូហ្នឹងមកពាក្យកាដាបូកនឹងរីអ៊ឺលខាយ៉ូហ្នឹងបាទបាទឥឡូវយើងមកមើលឲ្យរីអ៊ឺលខាយ៉ូវិញដែលប្រើជាមួយអ៊ីដាមានន័យថាមានឬអ៊ីដាមានន័យថាคล้ายជាបាទពេលយើងប្រើប្រធាននៃប្រយោគគឺជាបរិសទី3ហើយវាបង្ហាញពីការសង្ស័យឬការបដិសេធដោយគួរសមបាទបានន័យថារីអ៊ឺលខាយ៉ូពេលប្រើជាមួយអ៊ីដាឬអ៊ីដាហ្នឹងវាคล้ายជាប្រធាននៃប្រយោគជាបរិសទី3បាទវាបង្ហាញពីការសង្ស័យឬការបដិសេធដោយគួរសមឥឡូវយើងមើលឧទាហរណ៍ទី1ហាន់គូកខាខាឆេមីអ៊ីតស៊ឺកាយ៉ូបាទមានន័យថាតើភាសាកូរ៉េមានការចាប់អារម្មណ៍ណាស់មែនទេទី2អ៊ីហ្គេថណាអ៊ឺលខាយ៉ូបាទបានន័យថាតើមួយនេះល្អជាងមែនទេទី3ថូសូខ្វានីឆូគីអ៊ីតស៊ឺលខាយ៉ូបាទមានន័យថាតើមានអុយបណ្ណាល័យសិភៅនៅទីនេះទេ
បាទឥឡូវយើងឃើញហើយអុយសំណួរអុយទី1ហ្នឹងគឺជាបរិះទី3បាទហើយយើងឃើញពីរបៀបប្រើឬខាយ៉ូហើយបាទ it ខាយ៉ូបាទឃើញហើយបាទបូកជាមួយឬខាយ៉ូដូច្នេះហើយក្នុងការប្រើឬខាយ៉ូហ្នឹងអុយបើវាបញ្ចប់ដោយអុយស្រៈយើងបូកជាមួយឬខាយ៉ូបើវាបញ្ចប់ដោយព្យញ្ជនៈយើងបូកជាមួយឬខាយ៉ូបាទឬខាយ៉ូហ្នឹងយើងមើលឲ្យឬខាយ៉ូហ្នឹងគឺខាយ៉ូហ្នឹងបាទដូចអ៊ីដាបូកជាមួយបាទយើងបូកជាមួយហើយបូកជាមួយឬខាយ៉ូហ្នឹងបានអ៊ីតខាយ៉ូបាទបានន័យថាអ៊ីតខាយ៉ូឆេមីអ៊ីតខាយ៉ូបាទអញ្ចឹងសង្ឃឹមថាបងប្អូនមិនឆ្ងល់ពីកន្លែងចំណុចហ្នឹងទេឥឡូវយើងទៅមើលបន្តទៀតឥឡូវយើងមកមើលសំណើប៊ីអ៊ឺបស៊ីដាដែលមានន័យថាតោះទម្រង់នេះត្រូវបានប្រើដើម្បីបង្ហាញការផ្ដល់យោបល់របស់ប្រធានជាមួយកិរិយាសព្ទសកម្មភាពនិងកិរិយាសព្ទនៃអតិភិបអ៊ីដាវាមិនអាចប្រើជាមួយអ៊ីដាឬជាមួយគុណនាមបានទេឥឡូវយើងទៅមើលឧទាហរណ៍ទី1បាលីខាប់ស៊ីដាបាទបានន័យថាតោះទៅឲ្យលឿនបាទបាលីហ្នឹងលឿនខាប់ស៊ីដាហ្នឹងមកពីពាក្យកាដាបូកជាមួយប៊ីអ៊ឺបស៊ីដាបានន័យថាខាប់ស៊ីដាបាទទី2ហាន់គូកឬកងប៊ូហាប់ស៊ីដាបាទបានន័យថាតោះរៀនភាសាកូរ៉េហាន់គូកភាសាកូរ៉េកងប៊ូហាដាហ្នឹងរៀនបាទយើងលុបដាចេញកងប៊ូហាបូកប៊ីអ៊ឺបស៊ីដាបាទតោះរៀនភាសាកូរ៉េទី3យ៉ូគីអ៊ីស៊ឹមស៊ីដាបាទបានន័យថាតោះស្នាក់នៅទីនេះតោះនៅទីនេះបាទយ៉ូគីទីនេះអ៊ីដាហ្នឹងបានន័យថាអុយកន្លែងនេះទីនេះមានបាទដល់យ៉ូគីអ៊ីស៊ឹមស៊ីដាបានន័យថាតោះស្នាក់នៅទីនេះទី4គីឆារ៉ូខាប់ស៊ីដាបានន័យថាតោះទៅដោយរថភ្លើងក្រោមដីបាទគីឆារថភ្លើងក្រោមដីបាទគីឆារ៉ូដោយសារខាប់ស៊ីដាហ្នឹងបានន័យថាតោះទៅបាទមកពាក្យខាដាយើងលុបខាចេញទៅបូកជាមួយប៊ីអ៊ឺបស៊ីដាហ្នឹងទៅតោះទៅបាទតោះទៅដោយរថភ្លើងក្រោមដីបានន័យថាតោះជិះរថភ្លើងក្រោមដីវិញបាទទី5អ៊ីបនជូម៉ារ៉េម៉ាណាប់ស៊ីដាបានន័យថាតោះយើងជួបគ្នានៅសប្តាហ៍នេះបាទអ៊ីបនជូម៉ារ៉េហ្នឹងអ៊ីបនជូម៉ាល់ហ្នឹងអើយសប្តាហ៍នេះបាទម៉ាណាប់ស៊ីដាហ្នឹងមកពាក្យម៉ាណាដាយើងលុបដាចេញទៅបូកប៊ីអ៊ឺបស៊ីដាបានន័យថាម៉ាណាប់ស៊ីដាបានន័យថាតោះជួបគ្នាបាទអ៊ីបនជូម៉ារ៉េម៉ាណាប់ស៊ីដាតោះចុងសប្តាហ៍នេះជួបគ្នាឥឡូវយើងមើលរបៀបប្រើប៊ីអ៊ឺបស៊ីដាហើយប៊ីអ៊ឺបស៊ីដាត្រូវបានប្រើបន្ទាប់ពីកិរិយាសព្ទដែលបញ្ចប់ដោយព្យញ្ជនៈឧទាហរណ៍មកដាបូកជាមួយប៊ីអ៊ឺបស៊ីដាវាទៅមកគឹបស៊ីដាបាទមកដាហ្នឹងយើងលុបដាចេញទៅណាបាទប៊ីអ៊ឺបស៊ីដាត្រូវបានប្រើបន្ទាប់ពីកិរិយាសព្ទដែលបញ្ចប់ដោយស្រៈកាដាបាទយើងលុបដាចេញទៅបូកជាមួយប៊ីអ៊ឺបស៊ីដាវាទៅជាខាប់ស៊ីដាបាទឥឡូវយើងមកមើលរចនាបថនិយាយធម្មតាផាន់ម៉ាល់
ជាមួយកុមារនិងពេលខ្លះជាមួយមិត្តភក្តិជិតស្និទ្ធអ្នកអាចប្រើទម្រង់ចាជំនួសអាអយ៉លុបយោនៃរចនាបថនិយាយគួរសមក្រៅផ្លូវការដែលបញ្ចប់ដោយអាអយ៉នេះជាឧទាហរណ៍មួយចំនួនបាលីកាចាបាទតោះទៅលឿនហាន់គុករឿលកងប៊ូហាចាតោះរៀនភាសាកូរ៉េយកគីអ៊ីចាតោះស្នាក់នៅទីនេះតោះនៅទីនេះគីឆារ៉ូខាចាតោះទៅជិះរថភ្លើងតោះទៅដោយរថភ្លើងអ៊ីបនជូម៉ារ៉េម៉ាណាចាតោះចុងសប្តាហ៍នេះយើងជួបគ្នាបាទនេះគឺជាពាក្យនិយាយជាមួយមិត្តភក្តិស្និទ្ធស្នាលឬក្មេងជាងយើងបាទគេហៅថាផាន់ម៉ាល់តម្រង់មិនគួរសមទេបាទតម្រង់ធម្មតាបាទឥឡូវយើងមកមើលការតភ្ជាប់រវាងកិរិយាសព្ទទៅនឹងរត្រូវបានប្រើដើម្បីបង្ហាញពីគោលដៅនៃសកម្មភាពរបស់ប្រធានហើយត្រូវបានបន្តដោយខាដាទៅអូដាមកឬសមាសធាតុរបស់វាឬកិរិយាសព្ទណាមួយដែលបង្ហាញពីចលនាដូចជាដានីដាទៅនឹងមកឧទាហរណ៍ឈរនឿនអចេឆេគូលសារ៉សាចាមេខាសយោបាទបានន័យថាម្សិលមិញខ្ញុំបានទៅហាងលក់សិភៅដើម្បីទិញសិភៅសារ៉បាទដើម្បីទិញបាទអចេម្សិលមិញឆែកសិភៅសចំហាងលក់សិភៅកាសយោនឹងបានទៅម្សិលមិញខ្ញុំបានទៅហាងលក់សិភៅដើម្បីទិញសិភៅឈរនឿនកងវ៉ានេអ៊ុនដងហារវ៉ាសយោខ្ញុំបានមកសួនច្បារដើម្បីហាត់ប្រាណបាទកងវ៉ហ្នឹងសួនច្បារបាទសួនកំសាន្តបាទអ៊ុនដងហារ៉ាហ្គោអ៊ុនដងហារ៉ាវ៉ាសយោបាទដើម្បីមកហាត់ប្រាណវ៉ាសយោហ្នឹងបានមកអ៊ុនដងហ្នឹងអុយកីឡាឬក៏ហាត់ប្រាណស៊ូយ៉ុងហារ៉ាហាល់កាយោតើយើងទៅហាលទឹកឬបាទស៊ូយ៉ុងហាលទឹកស៊ូយ៉ុងហាដាហ្នឹងហាលទឹករហ្នឹងដើម្បីហាល់កាយោហ្នឹងនឹងទៅបាទតើយើងនឹងទៅដើម្បីហាលទឹកឬថមីនូឡាអ៊ុលកយេអូបាទថមនឹងមកលេងបាទថមីថមបាទនូឡាហ្នឹងអើយមកលេងបាទអ៊ុលកយេអូហ្នឹងនឹងមកលេងបាទថមនឹងមកលេងបាទឥឡូវយើងមកមើលលំនាំឬគំរូរីអ៊ឺលកេអូបាទទម្រង់នេះមានន័យថាខ្ញុំនឹងធ្វើអ្វីមួយបាទទម្រង់នេះត្រូវបានប្រើសម្រាប់បង្ហាញពីចេតនាឬផែនការឬការសន្យារបស់អ្នកនិយាយវាត្រូវបានប្រើជាមួយនឹងកិរិយាសព្ទសកម្មភាពក៏ដូចជាកិរិយាសព្ទអ៊ីដាប៉ុន្តែមិនមែនជាមួយគុណនាមទេបាទបានន័យថាវាមិនមែនប្រើជាមួយនឹងគុណនាមទេឥឡូវយើងទៅមើលឧទាហរណ៍ទី1ឆេកាហាល់កេអូបាទបានន័យថាខ្ញុំនឹងធ្វើវាឆេកាហ្នឹងខ្ញុំហាល់កេអូហ្នឹងនឹងធ្វើបាទហាដាធ្វើបាទបូកជាមួយទីអ៊ុលកេអូទី2ខគីយេសគីដារីលកេអូបាទបានន័យថាខ្ញុំនឹងរងចាំអ្នកនៅទីនេះខ្ញុំនឹងរងចាំនៅទីនេះកគីយេសខគីហ្នឹងទីនេះបាទអេសហ្នឹងទីកន្លែងគីដារីដារងចាំបាទគីដារីលកេអូនឹងខ្ញុំនឹងរងចាំនេអ៊ីលខាល់កេអូបានន័យថាថ្ងៃស្អែកនឹងទៅនេអ៊ីលយ៉ាងហ្នឹងថ្ងៃស្អែកខាល់ខាដាបាទ
ឆេកាធវ៉ាទ្រីលកេយោខ្ញុំនឹងជួយបាទឆេកានឹងខ្ញុំធវ៉ាជួយបាទទ្រីលកេយោហ្នឹងអើយតម្រង់គួសមបាទសម្រាប់យើងគួសមទ្រីលកេយោធវ៉ាទ្រីលកេយោខ្ញុំនឹងជួយបាទសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំបាទវេយ្យាករណ៍នេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទសូមអរគុណ